ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំរីករាយមែនតើដែលមានកិត្តិយសលើកយកមកមេរៀនថ្មីមួយទៀតយកមកបង្ហាញប៉ាម៉ាក់ទាំងអស់គ្នាក្នុងការមើលថែទាំកុមារដែលមានបញ្ហាអូទីសឹមឲ្យមានការរីកចម្រើនឡើងអញ្ចឹងមេរៀនថ្ងៃនេះគឺយើងនិយាយអំពីអាកប្បកិរិយាហើយតើក្នុងបញ្ហាអាកប្បកិរិយាតើយើងអាចដោះស្រាយតាមវិធីសាស្ត្រណាខ្លះមុននឹងចូលដល់វិធីសាស្ត្រនៃការជួយកុមារដែលមានបញ្ហាអាកប្បកិរិយាថ្ងៃនេះខ្ញុំនាំម៉ាក់ប៉ាទាំងអស់គ្នាមកមើលថាតើដោយដេចដែលហៅថាអាកប្បកិរិយាតើអាកប្បកិរិយារបស់មនុស្សម្នាក់បង្ហាញមកដើម្បីគោលបំណងអ្វីហើយតើយើងធ្វើម៉េចនៅពេលដែលមានអាកប្បកិរិយាកើតឡើងនោះយើងអាចជួយគាត់បានយ៉ាងល្អប្រសើរចាដូច្នេះនៅក្នុងមេត្តាថ្ងៃនេះគឺយើងមាននិយមន័យយើងមានរោគសញ្ញានៃអាកប្បកិរិយាយើងមានមូលហេតុនៃមូលហេតុនៅពីក្រោយដែលធ្វើឲ្យមានអាកប្បកិរិយាហ្នឹងគោលបំណងហើយនឹងអាកប្បកិរិយាការតំណែងអាកប្បកិរិយានិង sensory integration ABC ដែលនៅក្នុងវិធីសាស្ត្ររបស់ ABA ហើយមួយទៀតគឺយុទ្ធសាស្ត្រទូទៅនៃការគ្រប់គ្រងបញ្ហាអាកប្បកិរិយាអាកប្បកិរិយាគឺជាវិធីឬក៏ជាអ្វីមួយដែលមនុស្សបានសម្ដែងមកឬក៏ឆ្លើយតបនៅពេលដែលគាត់ជួបអ្វីមួយខ្ញុំអាចលើកឧទាហរណ៍យ៉ាងសាមញ្ញនៅក្នុងនេះអញ្ចឹងមានន័យថាគឺជាវិធីសាស្ត្រដែលមនុស្សម្នាក់បានបញ្ចេញមកនៅពេលដែលគាត់ជួបប្រទះឬមួយក៏កំពុងតែមានបញ្ហាណាមួយនៅក្នុងរូបនេះអ្នកណាខ្លះដែលធ្លាប់ត្រូវបានគេចាក់ថ្នាំហើយនៅពេលចាក់ថ្នាំតើយើងមានអាការៈអាកប្បកិរិយាបែបណាអញ្ចឹងមានអ្នកខ្លះគាត់សង្ងំស្ងៀមមានអ្នកខ្លះគាត់អត់មានឬគាត់មានអីទេគាត់ស្រក់ទឹកភ្នែកហើយមានអ្នកខ្លះដែលគាត់ស្រែកខ្លាំងមែនតែនមានអ្នកខ្លះត្រូវការគេចាប់គេអីជាដើមដូច្នេះនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ទាំងអស់គ្នាមើលថាតើអាកប្បកិរិយាតើមនុស្សម្នាក់បញ្ចេញហើយបើសិនជាយើងម្នាក់ទទួលស្គាល់ឬក៏យល់អំពីកូនរបស់យើងនៅពេលនោះហើយដែលអាកប្បកិរិយារបស់កូនយើងបានប្រសើរអញ្ចឹងខ្ញុំនឹងឲ្យប៉ាម៉ាក់ទាំងអស់គ្នាមើលថាអាកប្បកិរិយាមួយគឺតកតងទៅនឹងស្ថានភាពឬមួយក៏ពេលវេលាឬមួយក៏បរិយាកាសមួយដែលគាត់កំពុងជួបអញ្ចឹងតាមបទពិសោធន៍ឬតាមបរិយាកាសមួយគឺអាកប្បកិរិយាគឺអត់ដូចគ្នាទេដូច្នេះយើងអាចថាអូខេកាលពីមុននៅក្នុងឆ្នាំនេះខ្ញុំចេញចេះខ្ញុំបានទទួលកាដូហើយខ្ញុំមានអារម្មណ៍បែបនេះឬមួយក៏បែបនេះឆ្នាំនេះផ្សេងខ្ញុំមានអារម្មណ៍ផ្សេងឬអាកប្បកិរិយាផ្សេងដូច្នេះវាទៅស៊ីសងទៅលើស្ថានភាពហើយនឹងពេលវេលាហើយនឹងបរិយាកាសដែរក្នុងរូបនេះយើងឃើញគាត់មានបញ្ហាបែបហ្នឹងតើយើងគិតថាគាត់មកពីអីខ្លះអញ្ចឹងគាត់អោបពួរគាត់យកដៃកាន់ក្បាលតើគាត់មានបញ្ហាអីខ្លះអញ្ចឹងមានអ្នកខ្លះគាត់ថាអូប្រហែលជាគាត់អត់ទាន់ញ៉ាំអីចាប្រហែលគាត់ញ៉ាំច្រើនពេកប្រហែលជាគាត់ចុកពោះគាត់ចង់ទៅបន្ទប់ទឹកឬមួយក៏គាត់ឈឺក្បាលអញ្ចឹងនេះគឺជាអ្វីមួយដែលប៉ាម៉ាក់ត្រូវការមើលទៅលើស្ថានភាពឬមួយអាកប្បកិរិយាកូនយើងហើយយើងត្រូវការមើលថាតើអ្វីដែលជារឿងពីក្រោយនៃការបញ្ចេញមកតាមធម្មតាអ្នកទាំងអស់គ្នាដឹងហើយគឺមិនសុកគាត់ចេញមកតោះតែមានរឿងបានគាត់អាចចេញអាកប្បកិរិយាអវិជ្ជមាននឹងចេញមកចានៅរូបថតមួយនេះទៀតថាតើអ្នកទាំងអស់គ្នាឃើញរូបនឹងហើយតើអ្នកទាំងអស់គ្នាគិតថាគាត់មានបញ្ហាអីចឹងគាត់ដោះវ៉ែនតាចេញគាត់កាន់ភ្នែកចឹងប្រហែលជាមានរឿងអីចឹងប៉ាម៉ាក់អាចគិតមើលថាតើគាត់អាចមានបញ្ហាអីចឹងខ្ញុំអាចឲ្យឃ្លូតិចនៅក្នុងហ្នឹងគឺប្រហែលជាគាត់រយភ្នែកពេកដោយសារគាត់អានច្រើនចាប្រហែលជាមានធូលីចូលទៅក្នុងភ្នែករបស់គាត់ហើយគាត់ត្រូវយកធូលីនឹងចេញគាត់ប្រហែលគាត់យំគាត់នឹកផ្ទះគាត់នឹកម្ដាយគាត់នឹកអីជាដើមចាតើយើងគិតយ៉ាងម៉េចនៅពេលដែលមនុស្សម្នាក់មកផ្ទះកាភ្លៀងយើងនឹងមានអាកប្បកិរិយាបែបណាតើប៉ាម៉ាក់ដែរគិតថាតើបើសិនជាគេមកផ្ទះកាភ្លៀងខ្ញុំម្ដាយតើខ្ញុំនឹងបង្ហាញអាកប្បកិរិយាឆ្លើយតបទៅនឹងស្ថានភាពនឹងយ៉ាងម៉េចអញ្ចឹងនៅសំណួរនេះគេសួរយើងអញ្ចឹងនេះគឺជារូបភាពដែលបង្ហាញអំពីអាកប្បកិរិយាគឺប្រហែលជាគេវាយខ្ញុំយំបែបនេះឯងប្រហែលជាខ្ញុំភ្ញាក់ផ្អើលមិនសុកគេមកវាយខ្ញុំចាអូខេ
ដូចជាមនុស្សម្នាក់ដែលអូខេ peace មែនតើមានន័យថាអូខេ enjoy អត់អីទេអ្នកឯងធ្វើតាមចិត្តឲ្យតែអ្នកឯងបានធូរចិត្តអូខេខឹងចាអាចខឹងនៅពេលដែលគេមកវាយយើងហើយមួយទៀតគឺយើងដើរចេញតែម្ដងអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បញ្យល់ថាតើអាកប្បកិរិយាជាអ្វីការពីមេរៀនលើកមុនការដែលខ្ញុំបរៀនមេរៀន ASD អ្នកទាំងអស់គ្នាដឹងហើយថា ASD គឺការលូតលាស់មិនប្រក្រតីដែលធ្វើឲ្យមានកង្វះខាតទៅលើចំណុច3ហើយចំណុចចុងក្រោយដែលយើងបាននិយាយគឺចំណុចអាកប្បកិរិយាអញ្ចឹងសង្ឃឹមថាប៉ាម៉ាក់នៅចាំមេរៀននេះខ្លះគឺយើងដឹងហើយមានអាកប្បកិរិយាមួយចំនួនដែលកុមារយើងមានហើយអ្វីដែលសំខាន់នោះគឺជាអ្វីមួយដែលយើងត្រូវការគ្រប់គ្រងបើសិនជាកូនយើងមានបញ្ហាអាកប្បកិរិយាកាន់តែល្អកាន់តែប្រសើរនោះមានន័យថាគាត់អាចចូលរួមទៅក្នុងកិច្ចការទាំងឡាយរបស់នៅក្នុងសង្គមមានន័យថាគាត់អាចទៅរៀនបានគាត់អាចចូលរួមនៅក្នុងទីសាធារណៈតែបើយើងគ្រប់គ្រងអាកប្បកិរិយាកូនអត់បានទេគឺយើងនឹងមានការលំបាកមែនទែនអញ្ចឹងមេរៀននេះគឺខ្ញុំជួយជាកន្លឹះក្នុងដល់ប៉ាម៉ាក់ដើម្បីប៉ាម៉ាក់ជួយកូនឲ្យកាន់តែប្រសើរឡើងអញ្ចឹងនេះខ្ញុំអត់និយាយទៀតទេដោយសារយើងរៀនមេរៀនលើកមុនហើយប៉ាម៉ាក់អាចចូលទៅមេរៀនលើកមុនខ្ញុំបាននិយាយច្រើនហើយអញ្ចឹងខ្ញុំបន្តថាតើអ្វីទៅដែលជាមូលហេតុនាំឲ្យកុមារយើងមានបញ្ហាអ្វីដែលកុមារយើងបង្ហាញចេញមកគឺអាកប្បកិរិយាប្រៀបដូចជាភ្នំតកកមួយអញ្ចឹងមានន័យថាយើងមើលឃើញតែខាងលើមានន័យថាឃើញតែរោគសញ្ញាដែលកូនយើងបង្ហាញចេញមកឲ្យយើងមើលឃើញក៏ប៉ុន្តែអ្វីដែលភ្នំតកកមាននោះមានន័យថានៅជំរឿខាងក្នុងហ្នឹងគឺមានរឿងជាច្រើនដែលកើតឡើងឃើញរូបភាពមួយនេះគឺអ្វីដែលយើងមើលឃើញគឺជារោគសញ្ញាតែអ្វីដែលមិនមើលយើងមិនមើលមិនឃើញគឺតើអ្វីដែលនាំឲ្យគាត់មានអាកប្បកិរិយាអវិជ្ជមាននឹងកើតឡើងអញ្ចឹងប៉ាម៉ាក់មើលរូបនេះមើលឃើញទេនេះគឺជាអ្វីដែលកូនយើងមានហើយនេះគឺអ្វីដែលពិបាកមែនតើយើងឃើញខាងលើគឺជាផ្នែកតូចទេតែនៅខាងក្នុងគឺជាផ្នែកដ៏ធំមួយហើយបើសិនជាប៉ាម៉ាក់ជួយកុមារយើងបានល្អប្រសើរកាលណាប៉ាម៉ាក់យល់អំពីផ្នែកខាងក្រោមរបស់កុមារយើងបានតែល្អបានកាន់តែល្អនោះកូនយើងកាន់តែប្រសើរអញ្ចឹងប៉ាម៉ាក់គិតមើលបើសិនជាឧទាហរណ៍មួយយ៉ាងសាមញ្ញបើសិនជាយើងដឹងថាម៉ោងហ្នឹងគាត់ដល់ម៉ោងញ៉ាំហើយយើងសង្កេតយើងសម្គាល់ហើយយើងដឹងអូខេម៉ោងហ្នឹងគាត់ត្រូវមានអាហារអញ្ចឹងយើងធ្វើម៉េចឲ្យគាត់ចេះសុំអាហារយើងនៅកាលគាត់បំពេញតម្រូវការគាត់ហើយគឺគាត់អត់មានបញ្ហាអីទេឧទាហរណ៍មួយទៀតយើងដឹងថាគាត់ចូលចិត្តអីឧទាហរណ៍ថាគាត់ចូលចិត្តតិចអញ្ចឹងពេលដែលគាត់មកគឺយើងត្រូវបើកម៉ាស៊ីនតិចព្រោះគាត់ត្រូវការចូលចិត្តតិចអញ្ចឹងនេះគឺជាឃ្លូទូចមួយដែលខ្ញុំបង្ហាញប៉ាម៉ាក់ទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងនាំប៉ាម៉ាក់ថាតើអ្វីទៅអាចជាបញ្ហាដែលនាំឲ្យគាត់មានរោគសញ្ញាអវិជ្ជមានកើតឡើងនៅពេលដែលគាត់មានបញ្ហាហ្នឹងចាអញ្ចឹងយើងដឹងហើយមានកត្តាជាច្រើនដែលធ្វើឲ្យមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់កុមារយើងដែលយើងហៅថាអាកប្បកិរិយាអវិជ្ជមាននោះឯងអញ្ចឹងយើងមើលនៅខាងក្រោមនៃភ្នំតកករបស់យើងឃើញទេគាត់អត់មានតំណែងគាត់មានការលំបាកក្នុងការប្រាប់អ្នកដទៃក្នុងការនិយាយឆ្លើយតបរបស់អ្នកដទៃមេរៀនក្រោយខ្ញុំនឹងនាំប៉ាម៉ាក់ទាំងអស់ឲ្យយល់ថាតើអាកប្បកិរិយានិងតំណែងវាមានតាក់ទងគ្នាយ៉ាងម៉េចមួយទៀតគឺគាត់ខ្វះការសម័យការរំពឹងហើយមួយទៀតគាត់មានការលំបាកនៅក្នុងជំនាញសង្គមរបស់គាត់ត្រូវការទម្លាប់មួយនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងថាកុមារអូទីសគឺគាត់មានជាក់លាក់រូទីនរបស់គាត់អាចមានការឈឺចាប់ឈឺដូចជាឈឺពោះឈឺក្បាលឈឺធ្មេញឈឺអីជាដើមដែលគាត់មិនអាចប្រាប់យើងបានមួយទៀតគឺតម្រូវការនៃញៀនរបស់គាត់ហើយមួយទៀតគឺយើងហៅថាតកតងជាមួយនឹងអាហារទឹកការគេងការបតោបង់ហ្នឹងដែលគាត់ជាការងារប្រចាំថ្ងៃរបស់គាត់ដែលគាត់ត្រូវការតម្រូវការទាំងនោះដែលយើងអត់បានកត់សម្គាល់ហើយយើងភ្លេចអាហ្នឹងដែលធ្វើឲ្យគាត់មានបញ្ហាអាកប្បកិរិយាដែរយើងដឹងហើយកាលណាកូនយើងគាត់ឈឺគាត់លេបថ្នាំហើយថ្នាំនោះក៏បាន affect ទៅលើអាកប្បកិរិយាដែរដែលអាចចេះឥទ្ធិពលទៅលើអាកប្បកិរិយាវិជ្ជមានចេញមកក្រៅមកដែរការគេងអត់គ្រប់គ្រាន់មួយដែរចឹងនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងថាការផ្លាស់ប្ដូររូទីនគឺសំខាន់ជាងគេអូខេ clean
ឬក៏បាត់របស់ដែលគាត់ចូលចិត្តសកម្មភាពដែលគាត់ចូលចិត្តហើយមួយទៀតគឺគាត់ពាក់ខោអាវដែលអត់មានផាសុកភាពដល់គាត់ដូចជាមានថេកអាវខាងក្រោយដែលឲ្យធ្វើគាត់លមាស់អីក៏គាត់អត់ចង់ពាក់ចង់អីអញ្ចឹងយើងត្រូវការមើលថាទៅលើស្ថានភាពហើយមួយទៀតតើគាត់ក្តៅពេកឬមួយក៏ត្រជាក់ពេកនេះក៏ជាបញ្ហាដែលគាត់នេះដែរដូច្នេះបើប៉ាម៉ាក់បានស្ម័គ្រចិត្តក្នុងការជួយកុមារគឺប៉ាម៉ាក់គឺជាអ្នកដែលអង្កេតយើងប្រើពាក្យអង្កេតមានន័យថាត្រូវកកត់សម្គាល់ត្រូវតែមើលថាតើកូនខ្ញុំជាអ្វីមួយដែលធ្វើឲ្យអាហ្នឹងអញ្ចឹងមេរៀនលើកក្រោយទៀតខ្ញុំនឹងបង្ហាញប៉ាម៉ាក់ទាំងអស់គ្នាអំពីតារាងមួយដែលយើងហៅថា ABC នៅក្នុងតារាងនោះនឹងបង្ហាញឲ្យប៉ាម៉ាក់ចេះមើលកត់សម្គាល់ហើយសរសេរចុះនៅអ្វីដែលកើតឡើងហើយនៅពេលនោះប៉ាម៉ាក់នឹងមើលឃើញថាកូនកាន់តែផ្សើរទៅតាមវិធីសាស្ត្រដែលខ្ញុំបង្រៀននេះនេះគឺជាសារដែលសំខាន់ជាងគេក្នុងនាមខ្ញុំជាម្ដាយដែលមានកូនមានបញ្ហាអូទីសឹមហើយសារនេះបានបង្រៀនខ្ញុំច្រើនហើយសារនេះបានលើកទឹកចិត្តខ្ញុំច្រើនហើយសារនេះក៏បានធ្វើឲ្យខ្ញុំជោគជ័យនៅក្នុងជីវិតជាអ្នកម្ដាយដែលមានកូនមានបញ្ហាអូទីសឹមដែរគឺបង្រៀនវិធីឬក៏មធ្យោបាយឬក៏ផ្លូវណាក៏បានដែលសមរម្យទៅពួកគាត់នៅពេលដែលពួកគាត់ចង់បញ្ចេញមកប្រាប់យើងអញ្ចឹងហើយដែលយើងត្រូវប្រាប់ពេលដែលយើងលេងជាមួយកូនរបស់យើងត្រូវតែបញ្ចូលអស់នៅ emotion ពាក្យសម្ដីអារម្មណ៍របស់ពួកយើងដើម្បីឲ្យគាត់យល់ថាអូខេអញ្ចឹងបើសិនជាខ្ញុំឈឺពោះគឺខ្ញុំត្រូវបញ្ចេញមិនគឺខ្ញុំត្រូវយកដាក់ដៃនៅកន្លែងពោះហើយខ្ញុំប្រាប់ខ្ញុំនិយាយថាអ៊ុយហើយបន្ទាប់មកបើខ្ញុំឈឺតិចខ្ញុំត្រូវយកដាក់ដៃរបស់ខ្ញុំនៅក្នុងតិចហើយប្រាប់ថាឈឺឬក៏អ៊ុយអញ្ចឹងនេះគឺជាអ្វីដែលប៉ាម៉ាក់ត្រូវការបង្រៀនអញ្ចឹងបើសិនជាឧទាហរណ៍ដែលកូនយើងអាចដឹងថាគាត់ឈឺពោះហើយយើងប្រាប់កាយវិការគាត់ធ្វើម៉េចអញ្ចឹងនៅពេលនោះគឺយើងអាចដឹងថាអូកូនយើងចាប់ផ្ដើមវិវត្តហើយគឺគាត់អាចបញ្ចេញប្រាប់យើងនៅអ្វីដែលគាត់មាននៅក្នុងខ្លួនរបស់គាត់នេះគឺជាអ្វីមួយដែលខ្ញុំបានជោគជ័យមែនតើគឺខ្ញុំបង្រៀនកាឡាតាមរបៀបមួយគឺយើងហៅថារបៀបវិជ្ជមានអញ្ចឹងប៉ាម៉ាក់ទាំងអស់គ្នាដឹងហើយថានៅក្នុងខ្លួនរបស់យើងនៅពេលដែលនៅចិត្តកូនគឺយើងត្រូវមានចំណុចវិជ្ជមានឲ្យកាន់តែច្រើនកាន់តែល្អបើនៅក្នុងមេរៀនរបស់ ABA គឺគេហៅថាយ៉ាងហោចថាមាន 8 មានយ៉ាងតិចណាស់8 positive នៅក្នុងខ្លួននៅពេលដែលកូនមានអាកប្បកិរិយាចេញមកដើម្បីយើងឆ្លើយតបទៅអាកប្បកិរិយាវិជ្ជមានទៅតបទៅអាកប្បកិរិយាអវិជ្ជមានរបស់គាត់ខ្ញុំលើកឧទាហរណ៍មួយយ៉ាងខ្លីអំពីកូនរបស់ខ្ញុំនៅពេលដែលគាត់ធ្វើបែកកែវនៅពេលនោះគឺយើងដឹងហើយបែកកែវយើងខឹងមែនតើដោយសារធំមកឲ្យ10ឆ្នាំជាងហើយគ្រាន់តែកាន់កែវក៏បែកដែរអញ្ចឹងដូច្នេះនៅពេលនោះគឺខ្ញុំបានប្រាប់គាត់ថាអូខេមិនអីទេអូខេនៅឲ្យស្ងៀមអូខេប្រយ័ត្នខ្ញុំទៅយកឈើអំបោះមកជួយអូខេចាំម៉ាក់ជួយកូននេះគឺជាអ្វីដែលខ្ញុំបានបង្រៀនគាត់នៅពេលដែលខ្ញុំឆ្លើយតបទៅនឹងអាកប្បកិរិយាដែលកើតឡើងចំពោះគាត់អ្នកទាំងអស់គ្នាដឹងមានរឿងអីកើតឡើងនៅក្នុងហាងភីហ្សាមួយនៅពេលដែលក្មេងម្នាក់បានធ្វើកែបែកកាឡាស្ទុះទៅវឹងគាត់និយាយដូចខ្ញុំនិយាយចឹងមិនអីទេនៅឲ្យស្ងៀមចាំខ្ញុំជួយខ្ញុំទៅយកឈើអំបោះនេះគឺជាអ្វីដែលខ្ញុំប្រាប់ប៉ាម៉ាក់អញ្ចឹង teach more appropriate way to express នេះសំខាន់ណាក្នុងនាមយើងជាម៉ែឪគឺយើងអត់ឆ្លើយតបអវិជ្ជមានមានន័យថាគាត់ធ្វើបែកកាយយើងទាញដៃរបស់យើងវាយកប៉េះគូឬមួយក៏វាយគាត់អីអានេះហើយដែលយើងគិតថាយើងពិបាកមែនតើអញ្ចឹងសូមប៉ាម៉ាក់រកវិធីសាស្ត្រដែលសមស្របដែលត្រឹមត្រូវដែលវិជ្ជមានទៅកាន់ពួកគាត់នៅពេលយើងឆ្លើយតបចំពោះបញ្ហាអវិជ្ជមានរបស់ពួកគាត់ព្យាយាមយល់ដឹងឲ្យច្រើនអំពីមូលហេតុដែលនៅខាងក្រោមដែលធ្វើឲ្យមានបញ្ហាកប្បកិរិយាអវិជ្ជមានកើតឡើងអញ្ចឹងប៉ាម៉ាក់ត្រូវការអង្កេតដែលខ្ញុំនិយាយដដែលត្រូវការអង្កេតត្រូវការកត់សម្គាល់ត្រូវការសរសេរចុះថាតើអ្វីខ្លះដែលធ្វើឲ្យកូនមានបញ្ហាបែបហ្នឹងហើយតើវិធីសាស្ត្រណាមួយដែលយើងដាក់ទៅត្រូវមួយគាត់បើដាក់អត់ត្រូវមានន័យថាវិធីសាស្ត្រហ្នឹងគឺខុសហើយយើងដូរវិធីសាស្ត្រផ្សេងទៀតសុំគិតថាការណាអា underlying ខាងក្រោមហ្នឹងអាភ្នំតកក់ខាងក្រោមហ្នឹងកាន់តែតិចទៅនោះកូនយើងនឹងប្រសើរហើយអញ្ចឹងកាលណាគាត់
ឈឺពោះគាត់ដឹងប្រាប់មិនតែយើងត្រូវបរៀនគាត់យ៉ាងម៉េចអូខេគាត់ផ្លោកងងគាត់ពេញហើយគាត់ត្រូវធ្វើម៉េចដើម្បីក៏កុំឲ្យគាត់យមនាដីហើយទៅជាទម្លាប់មួយដែលអាក្រក់មានន័យថាគាត់ត្រូវជួសនោមនៅក្នុងតាមខោតាមអីជាដើមអូខេអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយអ្វីដែលសំខាន់ជាងគេគឺជួយកូនរបស់យើងឲ្យទទួលយកវាឧទាហរណ៍ថាហ្នឹងយើងត្រូវប្រឈមហើយតើគាត់ត្រូវទទួលយកហើយត្រូវធ្វើមិនឲ្យវាប្រសើរឡើងអញ្ចឹងឧទាហរណ៍ថាកូនយើងដែលគាត់ស្ដាប់សំឡេងថ្លង់អត់បានតែយើងធ្វើមិនឲ្យគាត់ទទួលយកហើយធ្វើឲ្យអារឿងហ្នឹងកាន់តែប្រសើរឡើងតាក់ទងជាមួយនឹង sensory របស់គាត់អញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយយើងត្រូវតែការពារកាលណាយើងនាំគាត់ទៅកន្លែងដែលថ្លង់ដែលអីយើងត្រូវការពារឲ្យគាត់មានស្អីនៅក្នុងតិចគាត់ជួយបិទបាំងតិចគាត់ដើម្បីកុំឲ្យអ្នកដទៃមើលមកគាត់ធ្វើអញ្ចឹងមើលអ្នកដទៃមើលមកគឺគាត់អត់ប្រសើរមានន័យថាកូននេះមិនចឹងយកដៃបិទតិចដូចមនុស្សស្គួតដូចមនុស្សឡប់អីចឹងនេះគឺជាពាក្យជាច្រើនដែលខ្ញុំបានជួបប្រទេសហើយអញ្ចឹងកាលណាយើងព្យាយាមជួយគាត់ហើយឲ្យគាត់ចេះខប់នៅអ្វីហ្នឹងគឺយើងត្រូវការដឹងគាត់ជាមុនថាតើអ្វីខ្លះអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយទៀតឧទាហរណ៍ថាក្មេងម្នាក់ដែលគាត់ចង់បានសម្លេងបែបនេះហើយគាត់វាយអញ្ចឹងរហូតដើម្បីបានសម្លេងឲ្យគាត់មានសម្លេងចូលក្នុងតិចអញ្ចឹងនេះគឺជាអ្វីមួយដែលប៉ាម៉ាក់គិតថាតើបើសិនវាយអញ្ចឹងតើយើងត្រូវខឧបករណ៍ណាមួយដែលអ្នកដទៃមើលមកហើយគាត់អាចទទួលកូនយើងទទួលយកបានហើយប្រសើរអ្នកដទៃមើលមកក៏ប្រសើរអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយបើសិនជាតិចគាត់ចង់បានសម្លេងតើអ្វីដែលជួយគាត់ដើម្បីឲ្យគាត់មានសម្លេងអញ្ចឹងអ្នកទាំងអស់គ្នាមានហើយទូរស័ព្ទដែលមានកាសយើងអាចឲ្យគាត់ស្ដាប់កាសឬមួយក៏ headphone ដែលគាត់អាចស្ដាប់នេះបានអញ្ចឹងខ្ញុំលើកឧទាហរណ៍ខ្លីៗដើម្បីប៉ាម៉ាក់ស្រួលយល់តែប៉ុណ្ណឹងអញ្ចឹងនេះគឺជាអ្វីមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលទៅលើបញ្ហាដែលមានហើយបើមានសំណួរគឺសូមតាក់ទងខ្ញុំតាម Telegram គឺ012 71 3148ចំណុចមួយនេះដែលខ្ញុំចង់ឲ្យប៉ាម៉ាក់ទាំងអស់គ្នាទៅរិះគិតមុននឹងយើងចប់មេរៀនថ្ងៃនេះគឺតើពួកគាត់បង្ហាញអាកប្បកិរិយាអវិជ្ជមានចេញមកតើពួកគាត់មានគោលបំណងអ្វីចឹងប៉ាម៉ាក់ទាំងអស់គ្នាសូមជួយឆ្លើយហើយ comment ចាំខ្ញុំឆ្លើយនៅក្នុង comment ហ្នឹងតជាមួយម៉ាក់ទាំងអស់គ្នាខ្ញុំនឹងផ្ញើវីដេអូថ្មីទៀតបន្ទាប់ពីមេរៀននេះដើម្បីឲ្យប៉ាម៉ាក់មានគំនិតខ្លះមុននឹងខ្ញុំលើកមេរៀនបន្តមកជូនប៉ាម៉ាក់ចឹងថ្ងៃនេះខ្ញុំសូមអរគុណប៉ាម៉ាក់ទាំងអស់គ្នាដែលបានចូលមើលនៅក្នុង YouTube Channel របស់សាលាហើយសូមប៉ាម៉ាក់បន្តមើលដើម្បីឲ្យយើងកាន់តែមានview ច្រើនដើម្បីជួយប៉ាម៉ាក់ផ្សេងដើម្បីប៉ាម៉ាក់ដែលគាត់អត់ទាន់បានមើលអញ្ចឹងជួយប៉ាម៉ាក់ជួយ Subscribe ហើយជួយshare ទៅដល់អ្នកដែលអត់ទាន់បានមើលចាអញ្ចឹងថ្ងៃនេះមេរៀនរបស់ខ្ញុំមានតែប៉ុណ្ណឹងនាងខ្ញុំសូមអរគុណច្រើនមែនតើចំពោះប៉ាម៉ាក់ដែលបានចំណាយពេលមើលដើម្បីយកជាចំណេះដឹងដើម្បីជួយកូនរបស់យើងនៅពេលថ្ងៃអនាគតដើម្បីឲ្យកូនរបស់យើងមានអាកប្បកិរិយាកាន់តែប្រសើរចាអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងនាងខ្ញុំសូមអរគុណ